ជម្រាបសួរបងប្អូនទាំងអស់គ្នាបាទនៅពេលនេះបងប្អូនបានផ្លែកភ្នែកទៀតហើយដោយសារតែខ្ញុំមកលេងស្រុកក្នុងឱកាសបុណ្យអុំទូកហ្នឹងណាក៏បានប្រទះឃើញនៅផ្កាស្មៅមួយប្រភេទដែលដុះនៅក្បែរផ្ទះរបស់ខ្ញុំណាដល់ពេលដែលមកដល់ផ្ទះហើយបងប្អូនដឹងមិនទេបាទខ្ញុំឃើញអីសអញ្ចឹងណាក៏ដើរទៅមើលទើបដឹងថាវាជាផ្កាស្មៅមួយប្រភេទដែលខ្ញុំអត់បានស្គាល់ហើយបើសិនជាបងប្អូនដែលកំពុងតែឃើញនេះបានស្គាល់ជួយខមមិនប្រាប់ផងដើម្បីឲ្យខ្ញុំបានស្គាល់ដែរអញ្ចឹងណាហើយអ្វីដែលពិសេសនោះបងប្អូនគឺថាផ្កាមួយប្រភេទនេះគឺវាមានសម្រស់ស្រស់ស្អាតមែនទែនបាទមិនចាញ់ផ្កាដតីទៀតនោះទេហើយផ្កានេះផងដែរបងប្អូនគឺដូចជាត្បូងចិញ្ចៀនអញ្ចឹងណាស្រស់ស្អាតមែនទែនហើយបើស្រទាប់ផ្កាវានេះផងដែរគឺដូចទៅនឹងអំបុកអញ្ចឹងបាទប្លែកហើយស្លឹករបស់វាហ្នឹងគឺដុះសងខាងពីសន្លឹកបាទនៅអមជាមួយនឹងផ្កាគឺបង្កើតទៅជាទិដ្ឋភាពក៏ដូចជាសម្រស់មួយស្អាតប្លែកដាច់ពីគេអញ្ចឹងណាហើយសង្ឃឹមថាពុកម៉ែបងប្អូនដែលឃើញផ្កានេះបាទមានអារម្មណ៍ថារំភើបសប្បាយចិត្តនៅពេលដែលឃើញផ្កាអីប្លែកហើយបងប្អូនណាគាត់ស្គាល់ហើយប្រហែលជាគាត់មិនគិតថាប្លែកទេគាត់គិតថាវាជារឿងធម្មតាអញ្ចឹងណាហ្នឹងហើយប៉ុន្តែសម្រាប់ខ្ញុំឯនេះវិញគឺថាប្លែកហើយមានការភ្ញាក់ផ្អើលមែនតើនៅពេលដែលឃើញប្រទេសផ្កាស្មៅដែលយើងអត់បានដាំហើយវាមានសម្រស់ស្រស់ស្អាតបែបនេះអញ្ចឹងណាបាទបងប្អូនហើយសូមបញ្ចប់វីដេអូត្រឹមតែប៉ុណ្ណេះជួបគ្នានៅវីដេអូក្រោយ